Some children saw the concordity line the acne, over a comber on the trunk by Martin Paul, a con acne, ban mock salarian, hygiene and tinker, left them to the bob home on time yet. ព្រះគម្ពីរសម្រាប់កុមារជំនួយដល់ការអធិដ្ឋាននិងការអានព្រះបន្ទូលនៅថ្ងៃនេះខ្ញុំសូមកូនអរគ្នារីករាយនឹងស្ដាប់ជាមួយគ្នាថ្ងៃទី89ស្ត្រីមានប្រាជ្ញានៅក្រោមដើមលម៉ើព្រះគម្ពីរចៅវាយចំពុក4ខ1ដល់16ជាច្រើនឆ្នាំកន្លងផុតទៅប្រជាជនអ៊ីស្រាអែលបានបំភ្លេចពាក្យសន្យារបស់ពួកគេចំពោះលោកម៉ូសេនិងព្រះជាម្ចាស់ពួកគេនាំគ្នាថ្វាយបង្គំព្រះដទៃដូច្នេះហើយបានជាព្រះជាម្ចាស់អនុញ្ញាតឲ្យស្ដេចយ៉ាវីននិងលោកមេទ័ពស៊ីសេរ៉ាដែលជាសត្រូវគ្រប់គ្រងលើពួកគេនៅគ្រានោះព្រះជាម្ចាស់បានចាត់ស្ត្រីម្នាក់ឈ្មោះដេបូរ៉ាឲ្យធ្វើជាចៅក្រមលើប្រជាជនអ៊ីស្រាអែលព្រះជាម្ចាស់ប្រទានប្រាជ្ញាដល់លោកស្រីស្រឡាញ់ព្រះជាម្ចាស់ខ្លាំងណាស់លោកស្រីតែងតែប្រាប់ប្រជាជនឲ្យចេះស្ដាប់បង្គាប់ព្រះជាម្ចាស់ក្នុងនាមជាចៅក្រមលោកស្រីដេបូរ៉ាតែងតែស្ដាប់រាល់បញ្ហារបស់ប្រជាជនជានិច្ចលោកស្រីដេបូរ៉ាតែងអង្គុយក្រោមដើមលម៉ើដ៏ធំមួយដើម្បីកាត់ក្តីឲ្យប្រជាជនបន្ទាប់មកប្រជាជននាំគ្នាឈរជាជួររងចាំដើម្បីនិយាយជាមួយលោកស្រីថ្ងៃមួយលោកស្រីដេបូរ៉ាក៏ហៅលោកបារ៉ាដែលជាទាហានអ៊ីស្រាអែលហើយមានប្រសាសន៍ទៅគាត់ថាលោកបារ៉ាត្រូវដឹកនាំមនុស្ស 10000 នាក់ធ្វើដំណើរឡើងទៅលើភ្នំតាបោពេលស៊ីសេរ៉ាមេទ័ពរបស់ស្ដេចយ៉ាមីនដឹងដំណឹងថាលោកនៅទីនោះពួកគេនឹងដឹកនាំរទេះចម្បាំងនិងកងទ័ពរបស់ពួកគេមកច្បាំងនឹងលោកជាមិនខានពួកយើងនឹងប្រយុទ្ធជាមួយពួកគេនៅក្នុងសមរភូមិដ៏ខ្លាំងក្លានេះហើយយើងនឹងឈ្នះស៊ីសេរ៉ានៅមាត់ជ្រោះលោកបារ៉ាឆ្លើយឡើងថាទាល់តែលោកស្រីអញ្ជើញទៅជាមួយខ្ញុំទើបខ្ញុំព្រមទៅតាមបើលោកស្រីមិនអញ្ជើញទៅទេនោះខ្ញុំមិនព្រមទៅឡើយលោកស្រីដេបូរ៉ាញញឹមហើយមានប្រសាសន៍ថាតើលោកជឿទុកចិត្តខ្ញុំជាងជឿទុកចិត្តលើព្រះជាម្ចាស់ដូច្នេះឬបានខ្ញុំនឹងទៅជាមួយលោកប៉ុន្តែលោកមិនបានទទួលកិត្តិយសក្នុងចម្បាំងនេះទេត្បិតព្រះជាម្ចាស់នឹងប្រគល់ស៊ីសេរ៉ាមកក្នុងកណ្ដាប់ដៃមនុស្សស្រីវិញថ្ងៃដែលត្រូវធ្វើសង្គ្រាមក៏មកដល់លោកបារ៉ាដឹកនាំពលទ័ពរបស់លោកចំណែកលោកស្រីដេបូរ៉ាបានលើកដៃឡើងអធិដ្ឋានទៅកាន់ព្រះជាម្ចាស់នៅលើកំពូលភ្នំលោកបារ៉ាបានដឹងហេតុការណ៍នេះជាមុនលោកដេញតាមពួកទាហានរបស់លោកស៊ីសេរ៉ានៅតាមភ្នំនានាប្រជាជនអ៊ីស្រាអែលជាអ្នកទទួលជ័យជំនះក្នុងសមរភូមិនេះព្រះជាម្ចាស់បានបណ្ដាឲ្យមានហេតុការណ៍អាក្រក់ជាច្រើនកើតឡើងមកលើពលទ័ពលោកស៊ីសេរ៉ាតាមរយៈព្រះបន្ទូលនៅថ្ងៃនេះតើព្រះជាម្ចាស់ចង់បង្ហាញប្រាប់យើងអំពីអ្វីតាមរយៈព្រះបន្ទូលនៅថ្ងៃនេះព្រះជាម្ចាស់ចង់បង្ហាញប្រាប់យើងឲ្យដឹងថាដោយសារលោកបារ៉ាភ័យខ្លាចដូច្នេះព្រះជាម្ចាស់បានចាត់លោកស្រីដេបូរ៉ាឲ្យទៅលើកទឹកចិត្តដល់លោកបារ៉ាមានឆន្ទៈធ្វើកិច្ចការដែលព្រះជាម្ចាស់ចង់ឲ្យលោកធ្វើប៉ុន្តែលោកចង់ឲ្យលោកស្រីដេបូរ៉ាធ្វើកិច្ចការនោះជាមួយលោកដែរនោះមិនមែនជាសញ្ញាបញ្ជាក់ពីភាពទន់ខ្សោយទេព្រោះលោកស្រីដេបូរ៉ាជាព្យាការីដូច្នេះលោកស្រីអាចផ្ដល់ដំបូន្មានដល់លោកព្រះជាម្ចាស់សពព្រះハរតីឲ្យយើងចេះចងមិត្តជាមួយនឹងអ្នកដទៃវាជាការល្អណាស់ដែលយើងអាចចងមិត្តភាពជាមួយអ្នកជឿដទៃទៀតហើយអាចជួយគាំទ្រនិងលើកទឹកចិត្តគ្នាទៅវិញទៅមកបានដូច្នេះសូមបងប្អូនអ្នកគ្នាបានសម្រុំចិត្តហើយបិទភ្នែកអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ជាមួយគ្នាអោព្រះវរបិតាជាព្រះនៃសេចក្តីសុខសាន្តអើយកូនសូមអរព្រះគុណសម្រាប់ការកំសាន្តចិត្តដល់កូនជារៀងរាល់ថ្ងៃសូមព្រះអង្គបន្តដឹកនាំកូនជារៀងរាល់ថ្ងៃគ្រប់ពេលនិងគ្រប់វេលាសូមជួយកូនឲ្យយកឈ្នះនៅភាពកំសោយរបស់ខ្លួនសូមឲ្យកូនចេះគោរពនិងឲ្យតម្លៃអ្នកដទៃនិងចេះចងមិត្តជាមួយនឹងមនុស្សជុំវិញខ្លួនសូមឲ្យកូនចេះស្ដាប់យោបល់ពីមិត្តភ័ក្តិក្នុងការងារជាក្រុមនិងចេះចែករំលែកគ្នាទៅវិញទៅមកកូនសូមអរព្រះគុណនិងសូមអធិដ្ឋានទូលថ្វាយទៅកាន់ទ្រង់ក្នុងព្រះនាមព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនសំណួរត្រូវរៀបពិចារណាទី1តើស្ត្រីម្នាក់ដែលព្រះជាម្ចាស់ចាត់ឲ្យធ្វើជាចៅក្រមលើប្រជាជនអ៊ីស្រាអែលមានឈ្មោះអ្វី
ទី2តើមេទ័ពដែលដឹកនាំប្រជាជនអ៊ីស្រាអែលច្បាំងជាមួយនឹងពួកស៊ីសេរ៉ាមានឈ្មោះអ្វីទី3ក្នុងអំឡុងពេលដែលលោកបារ៉ាក់ដឹកនាំចម្បាំងតើលោកស្រីដេបូរ៉ាកំពុងធ្វើអ្វីចាយ៉ាងម៉េចហើយតាមរយៈព្រះបន្ទូលនៅថ្ងៃនេះតើព្រះបន្ទូលនៅថ្ងៃនេះវាបន្ទូលអ្វីខ្លះមកកូនៗអរគ្នាអ្នកគ្រូសង្ឃឹមថាកូននឹងយកអនុវត្តនៃជីវិតរស់នៅថ្ងៃនេះចាអរគុណច្រើនសូមព្រះយេស៊ូវប្រទានពរ